Bạn số đây bóng phồnទាំងអស់គ្នាឃើញថាមួយរយៈប្រហែលថ្ងៃមកនេះឃើញថា account របស់ Facebook បាន disable ច្រើនខ្លាំងណាស់អញ្ចឹងបងប្អូនដែលមាន account កំពុងប្រើអត់ទាន់មានបញ្ហាអញ្ចឹងបងប្អូនគួរតែធ្វើអ្វីហើយបងប្អូនខ្លះក៏បានដឹងហើយបងប្អូនមួយចំនួនទៀតបងប្អូនអត់ទាន់បានដឹងទេអញ្ចឹងកុំឲ្យខាតពេលចុះបងប្អូនចូលទៅការពារ account យើងទាំងអស់គ្នាតែធ្វើវិធីបែបនេះមិនមែនថាការពារ account យើងបាន 100% ទេលុះត្រាតា Facebook របស់បងប្អូនបាទកុំឲ្យខុសគោលការណ៍របស់ក្រុមហ៊ុនណាក្រុមហ៊ុន Facebook ណាអញ្ចឹងយើងការពារបានតែសម្រាប់ account អត់មានបញ្ហាអីទាំងអស់អញ្ចឹងបងប្អូនចូលទៅកម្មវិធី Facebook មកបាទបងប្អូនបើកកម្មវិធី Facebook ឲ្យបងប្អូនឃើញខាងលើនេះបងប្អូនឃើញ tray 3ខាងលើនេះហ៎បាទ tray 3ដែលខ្ញុំចង្អុលនេះបងប្អូនចូលមកបន្ទាប់មកបងប្អូនឃើញ setting បាទ setting នេះរូបខ្មៅនេះបងប្អូនប៉ះលើវាមកហើយបន្ទាប់មកទៀតបងប្អូនចុចនៅក្នុងបរិវេណខាងលើនេះបងប្អូនប៉ះមកបាទប៉ះមកបងប្អូនចូលទៅបាទ password and security បាទនេះអញ្ចឹងយើងចូលមកដល់នេះហើយអញ្ចឹងបងប្អូនអាចអូសវាមកក្រោមមកបងប្អូនចូលទៅ security check up បាទត្រង់ចំណុចនេះបាទត្រង់ចំណុចនេះចឹងបងប្អូនចូលមកអញ្ចឹងបងប្អូនឃើញហើយអញ្ចឹងបានថា account Facebook មួយនេះអត់ទាន់មានសុវត្ថិភាពនៅឡើយទេអាចផុយស្រួយនឹងខូចណាស់អញ្ចឹងបងប្អូនឃើញទេលុះត្រាតែបងប្អូនធ្វើឲ្យវាមានសញ្ញា tick ពណ៌បៃតងបែបនេះអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរអញ្ចឹងបងប្អូនមើលទាំងអស់គ្នាមកបាទអញ្ចឹងខ្ញុំធ្វើខាងក្រោមនេះមុនយើងប៉ះលើវាមកបាទប៉ះលើវាត្រង់ចំណុចនេះគឺវាប្រាប់ថា Facebook របស់យើងជាប់នៅទូរស័ព្ទណាថ្ងៃទីម៉ានអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចត្រឡប់មកវិញបានឡើយនេះត្រឡប់មកវិញបានបាទត្រឡប់មកវិញបានយើងចូល check មើលអាហ្នឹងដោយសារពីមុនមកយើងអាចឆែកមើលវាសោះអញ្ចឹងគោលការណ៍របស់ Facebook និយាយជាប់មាត់មិញទេបងប្អូនបាទគោលការណ៍របស់ Facebook គេឲ្យយើងឆែកតាមដានមើលតើ Facebook របស់យើងមានគេលួចលេងឬក៏ជាប់ទូរស័ព្ទដៃអ្នកណាអត់អូខេអញ្ចឹងទី1ហ្នឹងរួចហើយអញ្ចឹងបន្ទាប់មួយទៀតបាទត្រង់ចំណុចនេះគឺវាព្យាយាមភ្ជាប់ជាមួយនឹង password ឬក៏ទូរស័ព្ទយើងដែលមាន scan កាយ៉ាវដៃអញ្ចឹងបងប្អូនអាចក្រិចធ្វើវាមកចឹងខ្ញុំអត់ធ្វើទេខ្ញុំគាត់ប្រាប់ជូនបងប្អូនហើយចំណុចខាងលើនេះបាទចំណុចខាងលើនេះបងប្អូនចូលវាមកអញ្ចឹងគេឲ្យឆែកមើលតើFacebook account របស់បងប្អូនហ្នឹងវាមានជាប់លេខទូរស័ព្ទណាខ្លះអញ្ចឹងណាបាទអញ្ចឹងក៏ខ្ញុំអត់ធ្វើដែរយើងចេញវិញមកគឺ Facebook ថេចឲ្យបានថាយើងចូលឆែកត្រួតពិនិត្យត្រឹមត្រូវហើយអញ្ចឹងនៅចំណុចនេះមួយឯងអញ្ចឹងបងប្អូនចូលទៅបងប្អូនអាច set up scan កាយ៉ាវដៃតាមបន្តបន្ទាប់ចូលទៅអញ្ចឹងបានថាកន្លែងចំណុចនេះយើងបានថេច3ហើយអញ្ចឹងមួយទៀតបងប្អូនចង់ធ្វើក៏បានឬអត់ក៏បានដែរតែបងប្អូនធ្វើឲ្យសុវត្ថិភាពតែម្ដងនឹងជាការល្អបាទអរគុណច្រើនបងប្អូនអញ្ចឹងយើងត្រឡប់មកវិញមកខ្ញុំមានចំណុចប៉ុណ្ណឹងឯងបាទប្រាប់ទៅបងប្អូនឲ្យបានដឹងផងដែរអរគុណច្រើនបងប្អូនសម្រាប់ចំណាយពេលវេលាបាទចូលមកមើលវីដេអូបាទខុសឆ្គងយ៉ាងណាសូមអធិស្ឋានផងបាទសូមអរគុណ